ស្ដីខ្ញុំនឹងសូមនិយាយរឿងមួយរឿងកណើតកូនថានីតាកាកើតនីតាស្រុកកំពុងតែកើតសង្គ្រាមខ្លាំងតែនៅភ្នំពេញគេចាប់សង្គ្រាមអស់ហើយចំណែកយើងនៅសៀមរាបហ្នឹងនៅមិនទាន់ចាប់សង្គ្រាមទេខ្មែរក្រហមចូលវាយរាល់ថ្ងៃដល់ថ្ងៃឈឺពោះកើតខ្ញុំនៅធ្វើរោងដេកនៅមាត់ត្រង់សេដែលគេហៅថាលេនឋានចាំបើយកយីមកឈឺពោះកើតបានភ្លាមចាំបើខ្មែរក្រហមមកបាញ់គ្នានៅភូមិជាប់គ្នានឹងគេនាំគ្នារត់ចូលត្រង់សេអស់ចូលក្នុងលេនឋានហ្នឹងខ្ញុំក៏នៅមាត់ត្រង់សេនឹងអត់មានទៅណាគេទេភ័យដែរតែភ័យធម្មតាអត់ភ័យខ្លាំងហើយក៏គេចូលត្រង់សេអស់ខ្ញុំនៅខាងក្រៅហ្នឹងទៅតោះថាចិត្តភ្លឺបានបែកគ្នាអស់ទៅផ្ទះរៀងខ្លួនមានកំសត់ណាកើតកូននឹងនៅមាត់ត្រង់សេរហូតម៉ែក្រហមចូលវាយដល់តាកូនធំតិចទងួនកូនមួយទៀតទៅនៅភូមិស្ទឹងភូមិមួយទៀតនៅឆ្ងាយគ្នាដែរដល់កើតបានទំបានមកខូបកន្លះខ្មែរក្រហមចូលមកវាយទៀតខ្មែរក្រហមនៅម្ខាងពួកប៉ូលីសនគរបាលនៅម្ខាងហើយខ្ញុំនៅចំកដាលដល់ពេលគេបាញ់គ្នាគ្រាប់ហោះលើក្បាលចុះឡើងខ្ញុំក៏ពោកូនរត់ពោកូនដៃកាន់ម្ខាងមួយកូនម្ខាងវាជាហៀងកូនមួយចុះរត់ឡើងនៅក្នុងផ្ទះហ្នឹងចេញទៅណាអត់រួចដល់ពេលគេឈប់បាញ់គ្នាហើយมันចេញរួចទៅពួននៅក្នុងក្លុកតកួនមួយក្បែរផ្ទះហ្នឹងហើយនៅជុំវិញផ្ទះហ្នឹងគេដាក់គ្រាប់មីនទៀតបើសិនណាជាគេទាញមីនត្រូវផ្ទុះមីនហ្នឹងឆេះផ្ទុះស្រោចគ្រាប់មកលើស្លាប់ទាំងអស់ទាំងម៉ែទាំងកូនតែសំណាងល្អគេអត់ទាញគ្រាប់មីនហ្នឹងហើយក៏រួចខ្លួនទៅណាហើយចំណែកប្តីគេចុះទៅធ្វើការតាមឃុំតាមភូមិអត់ដែលបាននៅរត់ជាមួយផងហ្នឹងទៅធ្វើការតាមភូមិតាមឃុំអស់រហូតដល់ព្រឹកឡើងដល់ទៅពេលស្ងាត់គ្រាប់អ្នកស្រុកនៅក្បែរហ្នឹងគេជែកគ្នាគេថាខ្ញុំនៅផ្ទះហ្នឹងយប់ហ្នឹងអ្នកខ្លះគេថាខ្ញុំអត់នៅទេខ្ញុំរត់បាត់ហើយរត់ទៅភូមិផ្សេងហើយដល់ពេលស្ងាត់គ្រាប់គេនាំគ្នាមកមើលឃើញខ្ញុំនៅផ្ទះបានគេដឹងថាអូខ្ញុំនៅនឹងកុំអីគេបាញ់គ្នាត្រូវផ្ទុះមីនទៅស្រោចស្លាប់នៅក្នុងផ្ទះហ្នឹងតែសំណាងល្អអត់អីដែរសុំស្លេះ